ជានសាលាបឋមទូតពងប៉ុន្តែឥឡូវនេះលែងបឋមទៀតហើយព្រោះគាត់បានដូរទីតាំងហើយទោះគាត់បានដូរទីតាំងមែនប៉ុន្តែក៏មិននៅណាឆ្ងាយដែរគឺនៅទូតពងដដែលនឹងគ្រាន់តែឈប់លក់នៅក្នុងសាលាអ្នកណាដែលជាមួយអីគឺអាចមកហៅកន្លែងគាត់បានដូរទៅទីតាំងទេប៉ុន្តែរសជាតិវិញគឺនៅឆ្ងាញ់ដដែលហ្មងកន្លែងគាត់នេះមានតាំងពីប្រហិតជៀនមានតាំងពីប្រហិតឆឹងអយមានគ្រប់មុខតែម្ដងជាពិសេសអ្នកដែលជាមួយគាត់ច្បាស់ជាស្គាល់ពីរសជាតិជ្រក់ល្ហុងរបស់គាត់និងម្ទេសឆាកន្លែងគាត់នេះហិលកាហាយហ្មងជាពិសេសនឹងចង់បានប្រមាណវែកក៏បានដែរបើមកដល់កន្លែងគាត់ហើយកុំភ្លេចសាកជាមួយនឹងប្រហិតបន្លែជាពិសេសនឹងគឺមាននំប៉័ងប័រមាននំប៉័ងជៀនទៀតអយកន្លែងគាត់មានច្រើនមុខពេកអត់មានរៀបរាប់អត់អស់ទេប៉ុន្តែបើមកកុំភ្លេចណាជាមួយនឹងប្រហិតឆឹងក៏ឆ្ងាញ់ដែរចំពោះទីតាំងរបស់គាត់គឺងាយស្រួលរកខ្លាំងមែនតែនចាំ admin ណាដាក់ map ឲ្យហើយបើសិនជាមួយបើអីបានមើលវីដេអូនេះហើយកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផងព្រោះមិត្តភ័ក្តិដៃគូដៃកង់អីមកដើម្បីមករំលឹកអតីតកាលនៅកន្លែងគាត់ជាពិសេសអ្នកលក់គឺថារស់រាយខ្លាំងមែនតែនឲ្យតែអ្នកប៉ិននិយាយលេងបាននិយាយជាមួយគាត់មក3ម៉ោងក៏គាត់និយាយអត់ហត់ដែរប៉ុណ្ណឹងបានហើយ admin ខ្ជិលរៀបរាប់ច្រើនណាស់បើសិនជាអ្នកទាំងអស់គ្នាចង់ញ៉ាំប្រហិតសាលាបឋមទូតពងគឺអាចទៅរកកន្លែងគាត់បានអ្នកទាំងអស់គ្នាបើសិនជាចង់ឲ្យខ្ញុំទៅ review កន្លែងណាទៀតអាច comment ប្រាប់ខ្ញុំខាងក្រោមបានណា